អ្នកដែលធ្លាប់ឈរកន្លែងនេះចេញមុខមកណាបងប្អូននៅក្រៅនៅក្នុងប្រទេសក្តីអ្នកដែលធ្លាប់បានសិក្សារៀនសូត្រនៅឯសាលាមួយនេះប្រកាសជាចាំច្បាស់អនុស្សាវរីយ៍មិនតិចទេទាំងរួមទាំងខ្ញុំដែរបងប្អូនអាចមើលទេសភាពសាលាពីមុននឹងឥឡូវខុសគ្នាយ៉ាងម៉េចអ្នកដែលគាត់នៅក្រៅប្រទេសគាត់នឹងអាចមើលដឹងថាគាត់សាលាដែលគាត់ធ្លាប់រៀនពីមុនឥឡូវវាប្លែកយ៉ាងម៉េចវិញអូខេអញ្ចឹងយើងឃើញថាសាលាឥឡូវវាមានការអភិវឌ្ឍខ្លាំងទៅមានកន្លែងលេងមានតារាងបាល់ផ្ទះបាល់ទាត់វីដេអូនេះខ្ញុំបានថតនៅពេលម៉ោងប្រហែលជា6ល្ងាចហើយអញ្ចឹងហាក់បីដូចជាមិនសូវច្បាស់ប៉ុន្មានទេប៉ុន្តែសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចមើលវីដេអូនេះបានផងដែរអញ្ចឹងបងប្អូនដែលធ្លាប់ហូបនំអ៊ីថេតនៅចាំហើយថារសជាតិបាយអ៊ីថេតមិននំអ៊ីថេតមិនអញ្ចឹងណាអញ្ចឹងខ្ញុំអត់ detail ខ្លាំងទេអញ្ចឹងវារៀងមិនសូវស្អាតប្រហែលទេដោយសារតែមេឃទៅតែបង្អោបភ្លៀងហើយអញ្ចឹងណាចុះបងប្អូនអាចមើលទេសភាពលេងបានហើយដងទងជាតិបងប្អូនណាធ្លាប់ឈរកន្លែងនេះចាំមិនភ្លេចឯដងទងជាតិនេះរួមទាំងខ្ញុំដែរខ្ញុំធ្លាប់ឈរកន្លែងហ្នឹងដែរម្ដងពីរដងទៅរៀនមិនស្ដាប់គ្រូអីផ្សេងណាអញ្ចឹងនេះជាថ្នាក់រៀនដែលយើងធ្លាប់បានរៀនពីមុនណាយើងអាចមើលនៅក្នុងនឹងបានអញ្ចឹងនេះគឺជាចំហថ្នាក់ដែលខ្ញុំចូលទៅថតដល់ខាងក្នុងអូខេយើងមានសួនមានអីតិចតួចដែរអញ្ចឹងណាអូខេខ្ញុំគិតថាទាំងអស់គ្នាមើលវីដេអូនេះហើយអាចឃើញអនុស្សាវរីយ៍ខ្លួនឯងដែលធ្លាប់បានឆ្លងកាត់នៅបឋមសិក្សាដែលស្មីសង្ហានេះច្បាស់មែនតើនេះជាតូបបាយយើងអាចឃើញ detail បន្តិចតួចតាក់ទងជាមួយតូបបាយអូខេនេះជាវីដេអូដែលខ្ញុំថតនៅលើថ្នាក់ទល់មុខថ្នាក់ទី2អូខេទាំងអស់គ្នាប្រកាសជាស្គាល់ថ្នាក់ហ្នឹងឯងរៀនមួយគ្រូណាទាំងអស់គ្នានឹងស្គាល់ដូចគ្នាខ្ញុំអត់បង្ហាញទេថាគ្រូណាថ្នាក់ទី2អូខេអញ្ចឹងខ្ញុំនឹង detail កាន់តែច្បាស់នេះគឺជាទីចាប់ការបងប្អូនធ្លាប់ចូលអាចនឹងដឹងដែរដូចខ្ញុំធ្លាប់ចូលម្ដងជា2ដងដែរកន្លែងហ្នឹងយើងនៅចាំខ្លះនេះគឺជាមជ្ឈថ្នាក់ទី4ទី5ទី6យើងអាចមើលខាងនេះបានអញ្ចឹងថ្នាក់រៀនមានព្រឹកនិងមានល្ងាចមានព្រឹកនិងមានថ្ងៃយើងអាចមើល detail ខ្លួនឯងបានខ្ញុំមិនចង់បញ្ជាក់ឲ្យទាំងអស់គ្នាច្រើនទេយើងអាចមើលបានអ្នកដែលគាត់ធ្លាប់ឆ្លងកាត់អនុស្សាវរីយ៍ធ្លាប់ញ៉ាំបាយ500បាយ1000បាយ7 800នៅនេះប្រកាសជាស្គាល់ច្បាស់ហើយថានៅនេះជាកន្លែងណាថានៅនេះជាសាលាអីគេហើយស្ថិតនៅណាអ្នកនរគ្នាអាចមើលដឹងខ្លួនឯងបានអូខេខ្ញុំមានប៉ុណ្ណឹងអរគុណច្រើនសម្រាប់ការទស្សនា